ឥឡូវហ្នឹងគឺមានភាពងាយស្រួលមែនទែនសម្រាប់ការប្រើប្រាស់កម្មវិធី Telegram រាល់ពេលដែលយើងចង់ scan ឯកសារផ្ញើទៅកាន់ក្រុមការងារឬក៏ភ្ញៀវរបស់យើងឥឡូវគឺវាងាយស្រួលមែនទែនពួកអីវាមានមុខងារសម្រាប់ scan ឯកសារនៅក្នុង Telegram របស់យើងនឹងតែម្ដងអញ្ចឹងគឺយើងអត់ចាំបាច់ទៅរកកម្មវិធីដទៃដើម្បី scan ឯកសារហើយបានផ្ញើចូលទៅកាន់ Telegram ទៀតទេអញ្ចឹងការងារបែបហ្នឹងគឺវាយូរអ្នកនរគ្នាអញ្ចឹងកុំឲ្យខាតពេលទៀតយើងមកមើលការ scan ឯកសារតាមរយៈកម្មវិធី Telegram ហើយលឿនទៀតបាទដំបូងគឺយើងត្រូវចូលទៅក្នុង Telegram បន្ទាប់មកអ្នកនរគ្នាត្រូវចូលទៅ Telegram ណាដែលអ្នកនរគ្នាចង់ scan ឯកសារទៅឲ្យអញ្ចឹងខ្ញុំមានសភៅមួយក្បាលហើយនឹងទូរស័ព្ទដៃរបស់ខ្ញុំមួយអញ្ចឹងខ្ញុំចូលទៅក្នុងក្រុម Telegram មួយនេះបន្ទាប់មកគឺនៅក្នុង Telegram របស់យើងវាមានកន្លែងចុចឯកសារនៅខាងក្រោមយើងចុចវាមួយមកបន្ទាប់មកគឺយើងចុចជ្រើសរើសយកពាក្យថា file ដល់ពេលអ្នកនរគ្នាជ្រើសរើសយកពាក្យថា file វានឹងចេញនៅផ្នែកខាងលើនៅខាងក្រោមគេនេះជួរ3នេះនៅខាងក្រោមគេនេះវាដាក់ scan document យើងចុចលើវាមកគឺវាចេញកាមេរ៉ាបែបនេះបន្ទាប់មកគឺអ្នកនរគ្នាត្រូវដាក់ឯកសារអ្នកនរគ្នាចំនៅកាមេរ៉ារបស់អ្នកនរគ្នាបន្ទាប់មកគឺវាចាប់អូតូតែម្ដងអ្នកនរគ្នាហើយអ្នកនរគ្នាអាចចុចសញ្ញាគ្រីសនៅផ្នែកខាងលើបន្ទាប់ពីអ្នកនរគ្នាចុចសញ្ញាគ្រីសនៅផ្នែកខាងលើហើយគឺ file PDF ហ្នឹងគឺបានផ្ញើទៅកាន់អ្នកដែលអ្នកនរគ្នាចង់ផ្ញើទៅអញ្ចឹងអ្នកនរគ្នាអាចចូលមើលបានអញ្ចឹងគឺវាបានក្នុងកម្រិតមួយច្បាស់វា convert ជា file PDF ហើយស្រាប់តែម្ដងគឺយើងមិនចាំបាច់ប្រើកម្មវិធីដទៃដើម្បី scan ជា file PDF បានផ្ញើចូល Telegram ទេអញ្ចឹងគឺវាងាយស្រួលជាងមុនអញ្ចឹងបើសិនជាអ្នកគ្នាមានចម្ងល់បន្ថែមអ្នកគ្នាអាច comment នៅខាងក្រោមបានជួបគ្នានៅវីដេអូក្រោយ